ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះយើងធ្វើការចែកម្លែកអំពីជំងឺរោគស្ត្រីបាទអញ្ចឹងតកតទៅនឹងជំងឺរោគស្ត្រីដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងនិយាយអំពីឈឺចាប់នៅពេលមករដូវបាទអញ្ចឹងតកតទៅនឹងការឈឺចាប់នៅពេលមករដូវដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយយើងនិយាយអំពីវិធីបំបត្តិឈឺចាប់នៅពេលមករដូវដែលភាសាអង់គ្លេសហៅថា how to manage dysmenorrhea បាទយើងថាតកតទៅនឹងបញ្ហាឈឺចាប់នៅពេលមករដូវហ្នឹងគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់លើស្ត្រីក្នុងវ័យបន្តពូជផងដែរបាទយើងចង់ដឹងថាតើវិធីបំបត្តិឈឺចាប់នៅពេលមករដូវហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងបងប្អូនសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តដូចតទៅបាទអញ្ចឹងមាតិកាក្នុងនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2គឺមូលហេតុឈឺចាប់នៅពេលមករដូវនិងទី3គឺវិធីបំបត្តិឈឺចាប់នៅពេលមករដូវបាទយើងចង់ដឹងថាតើមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានការឈឺចាប់នៅពេលមករដូវហើយនឹងវិធីបំបត្តិឈឺចាប់នៅពេលមករដូវនឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលសេចក្តីផ្ដើមឈឺចាប់ពេលមករដូវភាសាអង់គ្លេសគេហៅថា dysmenorrhea ឬក៏យើងហៅ menstrual cramp ឬក៏ភាសាបារាំងគេហៅ dysmenorrhea គឺជាការឈឺចាប់កើតមានឡើងក្នុងពេលមករដូវបាទហើយក្នុងនោះវាមានប្រភេទជា primary ឬក៏ secondary តទៅទៀតផងដែរបាទយើងបន្តទៀតតកតងមូលហេតុឈឺចាប់ពេលមករដូវតើមូលហេតុអ្វីខ្លះដែលធ្វើឲ្យស្ត្រីឈឺចាប់នៅពេលមករដូវបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលមូលហេតុឈឺចាប់នៅពេលមករដូវទី1គឺតកតទៅនឹងការបញ្ចេញច្រើននៃអរម៉ូនប្រូស្តាក្លង់ឌីនបាទអញ្ចឹងការបញ្ចេញច្រើនរបស់អរម៉ូនប្រូស្តាក្លង់ឌីនវាអាចធ្វើឲ្យមានការកន្ត្រាក់ស្បូនខ្លាំងអញ្ចឹងទៅវាអាចមានការឈឺចាប់នៅពេលមករដូវផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតទៅមូលហេតុឈឺចាប់នៅពេលមករដូវទី2គឺភាពមិនទាន់ដំណើរការពេញលេញនៃប្រព័ន្ធបញ្ជារបស់ស្បូនជាពិសេសគឺស្ត្រីដែលទើបតែពេញវ័យបាទអញ្ចឹងវាអត់ទាន់មានដំណើរការពេញលេញនៃការបញ្ជាទៅលើស្បូនហ្នឹងបាទវាអាចធ្វើឲ្យស្ត្រីមានការឈឺចាប់នៅពេលមករដូវផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងមូលហេតុឈឺចាប់នៅពេលមករដូវទី3គឺតកតងការរាំងស្ទះផ្លូវនៃការមករដូវបាទអញ្ចឹងវាអាចមានការបិទជិតនៃផ្លូវមករដូវតកតងពីមានហ្នឹងបាទដោយសារការបង្ករោគឬក៏បញ្ហាអ្វីមួយអាចធ្វើឲ្យស្ត្រីនឹងមានការឈឺចាប់នៅពេលមករដូវផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតទៅនឹងមូលហេតុឈឺចាប់នៅពេលមករដូវទី4គឺស្ត្រីនឹងអាចមានជំងឺ endometriosis បាទអញ្ចឹងជំងឺ endometriosis ហ្នឹងគេសង្កេតឃើញភាគច្រើនកើតលើស្ត្រីចន្លោះអាយុពី20ទៅ30ឆ្នាំដែលយើងឃើញច្រើនបាទជាជំងឺមួយដែលធ្វើឲ្យស្ត្រីនឹងមានការឈឺចាប់នៅពេលមករដូវហើយនឹងមានការកើតមានបញ្ហាប្រឈមនឹងការពិបាកមានកូននៅពេលខាងមុខផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងមូលហេតុឈឺចាប់នៅពេលមករដូវទី5អាចស្ត្រីនឹងគាត់មានជំងឺដុំស្បូនបាទអញ្ចឹងបញ្ហាជំងឺដុំស្បូននឹងភាគច្រើនកើតទៅលើស្ត្រីអាយុចាប់ពី30ឆ្នាំទៅដល់50ឆ្នាំផងដែរដែលយើងឃើញថាគាត់អាចមានសញ្ញាឈឺចាប់កើនឡើងតកតងនឹងការមករដូវជាមួយនឹងការមករដូវច្រើនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងមូលហេតុឈឺចាប់នៅពេលមករដូវទី6គឺតកតងជំងឺគីសអូវែរបាទអញ្ចឹងជំងឺគីសអូវែរហ្នឹងគឺក្រៅពីអង់ដូមេឌីយ៉ូវាអាចមានគីសអូវែរមួយចំនួនទៀតក៏អាចធ្វើឲ្យមានការឈឺចាប់នៅពេលមករដូវផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុឈឺចាប់នៅពេលមករដូវទី7គឺតកតងនឹងជំងឺដុសសាច់ក្នុងស្បូនបាទអញ្ចឹងបញ្ហាជំងឺដុសសាច់ក្នុងស្បូនហ្នឹងក៏អាចធ្វើឲ្យស្ត្រីមានការឈឺចាប់នៅពេលមករដូវផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងមូលហេតុឈឺចាប់នៅពេលមករដូវទី8គឺវាអាចស្ត្រីមានជំងឺរោគស្ត្រីផ្សេងទៀតបាទដូចជាជំងឺ adenomyosis ឬក៏ជំងឺផ្សេងៗទៀតដែលអាចធ្វើឲ្យស្ត្រីហ្នឹងមានការឈឺចាប់នៅពេលមករដូវផងដែរបាទអញ្ចឹងទន្ទឹមនឹងមូលហេតុបាទក៏យើងឃើញមានតកតងនឹងវិធីបំបត្តិដែរបាទអញ្ចឹងតកតងវិធីបំបត្តិឈឺចាប់នៅពេលមករដូវហ្នឹងគេត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតោះគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលវិធីបំបត្តិឈឺចាប់នៅពេលមករដូវទី1គឺយើងត្រូវរកមូលហេតុនិងធ្វើការព្យាបាលបាទអញ្ចឹងត្រូវទៅជួបគ្រូពេទ្យដើម្បីរកមូលហេតុឲ្យច្បាស់ហើយនឹងធ្វើការព្យាបាលតែម្ដងបាទយើងមើលតទៅទៀតវិធីបំបត្តិឈ
ឈឺចាប់នៅពេលមករដូវទី2គឺអាចធ្វើការប្រើប្រាស់ថ្នាំបំបត្តិការឈឺចាប់មុនមករដូវបាទអញ្ចឹងយើងអាចប្រើថ្នាំបំបត្តិការឈឺចាប់ដែលទិញបានតាម pharmacy ជា OTC drug បាទហ្នឹងគឺយើងអាចប្រើប្រាស់បាននៅពេលមករដូវហ្នឹងបាទមើលតទៀតតើតើវិធីបំបត្តិឈឺចាប់នៅពេលមករដូវទី3គឺស្ត្រីអាចធ្វើការហាត់កីឡាឲ្យបានទៀងទាត់បាទគឺ3ដងក្នុងមួយសប្តាហ៍បាទវាអាចជួយកាត់បន្ថយតើតើនឹងការឈឺចាប់នៅពេលមករដូវផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតើតើវិធីបំបត្តិឈឺចាប់នៅពេលមករដូវទី4គឺយើងឃើញមានវិធីជំនួយបាទអញ្ចឹងវិធីជំនួយហ្នឹងដោយស្អំនៅតកកបាទជៀសវាងនៅការស្អំទឹកក្តៅព្រោះវាឃើញឈាមរដូវនៅពេលដែលយើងស្អំទឹកក្តៅវាអាចធ្វើឲ្យស្អិតកាន់តែច្រើនបាទតើតើនឹងជាពិសេសគឺបញ្ហាអង់ដូមេយូស៊ីសតែម្ដងបាទយើងបន្តទៀតតើតើវិធីបំបត្តិឈឺចាប់នៅពេលមករដូវទី5គឺតើតើនឹងការប្រើប្រាស់ថ្នាំអរម៉ូនតាមវិជ្ជាបញ្ជាត្រឹមត្រូវអញ្ចឹងក្នុងករណីដែលពេលខ្លះជំងឺខ្លះគឺអាចត្រូវប្រើប្រាស់ថ្នាំអរម៉ូនបាទដោយប្រើប្រាស់តាមវិជ្ជាបញ្ជាត្រឹមត្រូវផងដែរយើងមើលតទៀតតើតើវិធីបំបត្តិឈឺចាប់នៅពេលមករដូវទី6គឺធ្វើការវះកាត់ផ្លូវដែលធ្វើឲ្យស្ទះនៃការហូរនៃឈាមរដូវជាបើសិនជាមានឧបសគ្គណាមួយដែលធ្វើឲ្យស្ទះនៃការហូរនៃឈាមរដូវបាទគឺមធ្យោបាយដែលសំខាន់គឺត្រូវធ្វើការវះកាត់វិធីហ្នឹងអាចធ្វើឲ្យមានការបំបត្តិនៃការឈឺចាប់នៅពេលមករដូវផងដែរបាទទាំងអស់នោះគឺជាវិធីដែលយើងឃើញទាក់ទងនឹងការបំបត្តិនៃការឈឺចាប់នៅពេលមករដូវហ្នឹងបាទអញ្ចឹងបើសិនជាស្ត្រីមានបញ្ហាឈឺចាប់នៅពេលមករដូវហ្នឹងយើងឃើញថាខាងប្រាសាទរីខ្ញុំផ្ដល់សេវាពិនិត្យនិងព្យាបាលបញ្ហាឈឺចាប់ពេលមករដូវរបស់ស្ត្រីក្នុងតម្លៃសមរម្យផងដែរបាទធ្វើការប្រឹក្សាសុខភាពតាមលេខទូរស័ព្ទក៏ដូចជាលេខ Telegram 3ខ្សែគឺ092 59 3350 088 3132 225ហើយនឹង016 58 57 64ផងដែរបាទហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយ2គឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code reader ដំឡើងកម្មវិធីនោះមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store ស្វែងរកកម្មវិធី Google Lens បាទដោយអក្សរស្រាប់ដំឡើងកម្មវិធីហ្នឹងមកបើកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងអាចមើលតាមផែនទីផ្ទាល់បាទយើងអាចចុះតាមខ្លងទ្វារវត្តសំសល់បត់តាមរង្វង់វត្តខាងស្ដាំដៃចុះតាមផ្លូវ16បេទេត្រង់បាទចុងផ្លូវគឺដល់តាំងខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំបានគឺ MD Coxon Official បាទធ្វើការ scan QR code ទៅដើម្បីចូលក្នុង Channel Telegram យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលថ្លៃច្រើនទៀតផងដែរប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីទាក់ទងនឹងការធ្វើតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីដូចជាការធ្វើតេស្តផ្សេងៗទៀតក្នុងផ្នែកជំងឺទូទៅនិងការយល់ដឹងអំពីថ្នាំនិងវ៉ាក់សាំងអាចចូលទៅក្នុង YouTube Channel វាយពាក្យ Dr. Sun បាទសរ D ធំ អតូចដកឃ្លា S អក្សរធំ U N N បាទចុច search ស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលទៅក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងឡាន YouTube ជាបន្តបាទជួយរួម subscribe អ្នកមួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ